មាត្រា22ការបើកបរឆ្លងកាត់ផ្លូវរថភ្លើងមួយអ្នកបើកបរត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង2នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារឬរបាំងអ្នកបើកបរមិនត្រូវបរចូលទៅទីនោះនៅពេលដែលរបាំងនោះបិទឬកំពុងបិទឬកំពុងបើកឡើយ3នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់អ្នកបើកបរត្រូវស្ដាប់បញ្ជាឆ្មាំហើយមិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិទបើករបារឬរបាំងឡើយ4កាលណាមានរថភ្លើងមកជិតដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ដើម្បីទប់ផ្លូវឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុនគង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈកុំឲ្យឆ្លងកាត់ផ្លូវរថភ្លើងដាច់ខាត5កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច2ម៉ែត្រពីរបារឬរបាំងហើយបើគ្មានរបារឬរបាំងត្រូវឈប់យ៉ាងតិច5ម៉ែត្រពីផ្លូវរថភ្លើង6ក្នុងករណីដែលយានជំនិះគាំងដំណើរឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើងអ្នកបើកបរឬគង្វាលសត្វត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើងឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងបាននោះប្រសិនបើខ្លួនមិនអាចបញ្ជៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន